ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលនៅក្នុងចំការចេកពងមាន់ចាសម្រាប់ចំការចេកពងមាន់នេះដែរគឺឃើញថាចិត្តបានប្រមូលផលបដើហើយពុកម៉ែបងប្អូនដោយសារតែចេកនេះគឺចាប់ផ្ដើមធ្លាក់សយងច្រើនមែនទែនចាដើមកំមុំក៏នៅច្រើនដែរមែនទែនទៅសម្រាប់ចំការនេះគឺយើងអត់ទាន់ដែលបានប្រមូលផលទេគឺជាលើកទី1ពុកម៉ែបងប្អូនចាឃើញថាល្អខ្លាំងមែនទែនឃើញថាដើមប៉ិនគ្នាល្អឡើងស្រាងហ្មងណាចាសម្រាប់ស្លឹកចេកនិងកូនចេកគឺយើងត្រូវការកាត់វាឲ្យបានស្អាតបែបនេះកាលណាតែយើងកាត់បានស្អាតបែបនេះគឺវាអត់ងាយមានរោគទេពុកម៉ែបងប្អូនចាសម្រាប់ស្លឹកវិញគឺយើងត្រូវការកាត់ស្លឹកណាដែលបាក់ឬក៏ស្លឹកណាដែលអត់ស្អាតមើលទៅដែលថាមានតកូវឬក៏ស្លឹកដែលចាស់ពុកម៉ែបងប្អូនតែយើងអត់កាត់ដល់ចុងទេកាលណាតែយើងកាត់ដល់ចុងគឺចេកយើងវាអន់អញ្ចឹងហើយគឺយើងកាត់ស្លឹកណាដែលតែស្លឹកដែលអត់ស្អាតទេពុកម៉ែបងប្អូនចាសម្រាប់កូនចេកវិញគឺយើងត្រូវការកាត់ទុកតែមួយដើមទេក្នុងមួយគុម្ពណាបងប្អូនចាក្នុងមួយគុម្ពគឺយើងត្រូវការទុកតែមួយដើមទេដើម្បីស្នងមេកាលណាតែយើងកាត់មេទៅគឺវាមានកូនស្នងទៀតអញ្ចឹងពុកម៉ែបងប្អូនចាកាលណាតែយើងទុកច្រើនកូនច្រើនគឺវាអត់សូវបានផលច្រើនទេពុកម៉ែបងប្អូនដោយសារតែសម្រាប់ចេកពងមាន់កាលណាតែយើងទុកកូនច្រើនទៅគឺផ្លែអត់បានច្រើនផ្លែអត់ល្អទេពុកម៉ែបងប្អូនវាអត់សូវមានកម្លាំងណាចាសម្រាប់ថង់សដែលពុកម៉ែបងប្អូនឃើញនេះគឺជាថង់សម្រាប់យើងទុកស្រោបចេកចាសម្រាប់ការស្រោបវិញគឺកាលណាតែចេកយើងធ្លាក់ផុតសយោងហើយវាអស់ស្និតណាពុកម៉ែបងប្អូនចាកាលណាតែវាលាតអស់ស្និតហើយគឺយើងធ្វើការកាត់សយោងនឹងចោលដើម្បីយើងចងថង់ស្រោបចាវីដេអូក្រោយនាងខ្ញុំនឹងធ្វើការស្រោបចេកឲ្យពុកម៉ែបងប្អូនឃើញចាបន្ទាប់មកទៀតអត្ថប្រយោជន៍វាគឺវាមានច្រើនដែរពុកម៉ែបងប្អូនយើងស្រោបនឹងជួយឲ្យចេកយើងនឹងសស្អាតហើយទី2នឹងជួយឲ្យផ្លែចេកយើងធំលឿនចាកាលណាតែយើងស្រោបអញ្ចឹងគឺចេកយើងវិញល្អខ្លាំងមែនទែនពុកម៉ែបងប្អូនដូចអ្នកលេបលេងអញ្ចឹងណានិយាយលេងឯពុកម៉ែបងប្អូនតែស្អាតមែនចាសម្រាប់តម្លៃវិញគឺចេកស្រោបយើងបានថ្លៃជាងចេកអត់ស្រោប